នៅមុនទសវត្សរ៍ឆ្នាំ1980កុំព្យូទ័រគឺជារបស់ម៉ាស៊ីនដ៏ធំសម្បើមដែលមានទំហំប៉ុនទូទឹកកកឬប៉ុនបន្ទប់មួយហើយមានតែក្រុមហ៊ុនធំៗឬរដ្ឋាភិបាលប៉ុណ្ណោះដែលអាចប្រើវាបានប៉ុន្តែមានក្មេងប្រុសម្នាក់បានហ៊ានស្រមៃរឿងដ៏ឆ្កួតលីឡាមួយគឺត្រូវតែមានកុំព្យូទ័រមួយនៅលើតុធ្វើការគ្រប់គ្នានិងនៅក្នុងផ្ទះគ្រប់គ្រួសារក្មេងប្រុសនោះមានឈ្មោះថា Bill Gates Bill Gates កើតនៅឆ្នាំ1955ក្នុងគ្រួសារធូរធារមួយនៅទីក្រុង Seattle តាំងពីតូចគាត់ជាក្មេងដែលចូលចិត្តអានសៀវភៅនិងមានភាពវៃឆ្លាតខាងគណិតវិទ្យាយ៉ាងខ្លាំងនៅឆ្នាំ1968ពេលគាត់មានអាយុ13ឆ្នាំសាលាឯកជន Lakeside របស់គាត់បានទិញម៉ាស៊ីនទូរលេខ Teletype Terminal ដែលអាចភ្ជាប់ទៅកាន់កុំព្យូទ័រមេបាននេះគឺជាចំណុចចាប់ផ្ដើមនៃមន្តអាគម Bill និងមិត្តភក្តិរបស់គាត់ឈ្មោះ Paul Allen បានចំណាយពេលស្ទើរតែអស់នៅក្នុងបន្ទប់នោះពួកគេឆ្លក់បង្វែងនឹងការសរសេរកូដរហូតដល់ថ្នាក់លួចចេញពីផ្ទះនៅកណ្ដាលអាធ្រាត្រដើម្បីទៅសរសេរកម្មវិធីនៅមជ្ឈមណ្ឌលកុំព្យូទ័រក្នុងតំបន់ដោយមិនឲ្យនរណាដឹងពួកគេបានយល់ពីអត្ថកម្បាំងមួយគឺម៉ាស៊ីន hardware ទោះខ្លាំងប៉ុណ្ណាក៏គ្មានន័យដែរប្រសិនបើគ្មានសេចក្តីណែនាំ software បញ្ជាវានៅឆ្នាំ1973 Bill Gates បានចូលរៀននៅសាកលវិទ្យាល័យ Harvard ដែលជាក្តីស្រមៃរបស់មនុស្សគ្រប់គ្នាប៉ុន្តែបេះដូងរបស់គាត់មិនបាននៅលើសៀវភៅច្បាប់ឬសេដ្ឋកិច្ចនោះទេនៅឆ្នាំ1975 Paul Allen បានរត់មកប្រាប់ Bill ទាំងរំភើបដោយកាន់ទស្សនាវដ្តីមួយដែលមានរូបភាពកុំព្យូទ័រខ្នាតតូចដំបូងគេបង្អស់លើលោកឈ្មោះថា Altair 8800ពួកគេដឹងថាប្រតិវត្តកុំព្យូទ័រខ្នាតតូច PC បានចាប់ផ្ដើមហើយប្រសិនបើពួកគេមិនធ្វើអ្វីមួយទេពួកគេនឹងខកខានឱកាសមាសនេះ Bill និង Paul បានទូរស័ព្ទទៅក្រុមហ៊ុន Altair ហើយប្រាប់ថាពួកគេមានកម្មវិធី software ដើម្បីបញ្ជាម៉ាស៊ីននោះទាំងដែលការពិតពួកគេគ្មានអ្វីសោះនៅក្នុងដៃពួកគេបានសរសេរកូដទាំងយប់ទាំងថ្ងៃរយៈពេល8សប្តាហ៍រួចយកទៅបង្ហាញក្រុមហ៊ុននិងវាដំណើរការយ៉ាងរលូនជោគជ័យនេះបានធ្វើឲ្យ Bill Gates សម្រេចចិត្តបោះបង់ការសិក្សាពី Harvard ដើម្បីមកបង្កើតក្រុមហ៊ុនតូចមួយឈ្មោះថា Microsoft ក្រោយមកប្ដូរជា Microsoft នៅឆ្នាំ1980ក្រុមហ៊ុនខ្នាតយក្ស IBM ចង់ផលិតកុំព្យូទ័រផ្ទាល់ខ្លួន PC ប៉ុន្តែពួកគេគ្មានប្រព័ន្ធប្រតិបត្តិការ Operating System ជាខួរក្បាលរបស់វាទេពួកគេបានមកសុំជំនួយពី Microsoftជំនួសឲ្យការសរសេរថ្មីដែលត្រូវចំណាយពេលយូរ Bill Gates បានទៅទិញប្រព័ន្ធប្រតិបត្តិការមួយឈ្មោះ QDOS ពីអ្នកសរសេរកម្មវិធីម្នាក់ក្នុងតម្លៃត្រឹម$50,000កែសម្រួលវាហើយដាក់ឈ្មោះថ្មីថា MS-DOS ចំណុចដ៏ឆ្លាតវៃបំផុតក្នុងប្រវត្តិសាស្ត្រចំនួនបានកើតឡើងនៅទីនេះ Bill Gates ប្រាប់ IBM ថាគាត់មិនលក់ដាច់ឲ្យ IBM ទេគាត់គ្រាន់តែឲ្យ IBM ជួលសិទ្ធិប្រើប្រាស់ license ប៉ុណ្ណោះ IBM យល់ព្រមដោយគិតថាគេចំណេញតែការលក់ម៉ាស៊ីន hardware ប៉ុណ្ណោះលទ្ធផលពេលដែលក្រុមហ៊ុនផ្សេងៗដូចជា Compaq HP ចាប់ផ្ដើមផលិតកុំព្យូទ័រចម្លងតាមរចនាបថ IBM ពួកគេទាំងអស់គ្នាត្រូវតែមកទិញសិទ្ធិប្រើប្រាស់ MS-DOS ពី Bill Gates Microsoft បានប្រែក្លាយពីក្រុមហ៊ុនតូចមួយទៅជាអ្នកក្តាប់ក្តាប់បំពង់កនៃឧស្សាហកម្មកុំព្យូទ័រទាំងមូលដោយមិនបាច់មានរោងចក្រផលិតម៉ាស៊ីនសូម្បីតែមួយថ្វីត្បិតតែ MS-DOS ជោគជ័យប៉ុន្តែវាពិបាកប្រើព្រោះត្រូវវាយអក្សរបញ្ជាក្រោយមក Bill Gates បានឃើញចំណុចប្រតិក្រាហ្វិក Graphical User Interface ដែលមានរូបតំណាង icons និងកណ្ដៅ mouse ដែលក្រុមហ៊ុន Apple របស់ Steve Jobs កំពុងអភិវឌ្ឍសម្រាប់ម៉ាស៊ីន Macintosh Microsoft ក៏បានបញ្ចេញប្រព័ន្ធប្រតិបត្តិការ Windows របស់ខ្លួនដែលមានមុខងារស្រដៀងគ្នាប៉ុន្តែអាចប្រើប្រាស់បាននៅលើកុំព្យូទ័រគ្រប់ប្រភេទមិនមែនតែកុំព្យូទ័រ Apple នោះទេរឿងនេះបានបង្កជាសង្គ្រាមផ្លូវច្បាប់និងការប្រកួតប្រជែងយ៉ាងក្តីគគុកជាមួយ Steve Jobs អស់រយៈពេលជាច្រើនទសវត្សរ៍ដោយសារភាពងាយស្រួលនិងយុទ្ធសាស្ត្រទីផ្សារដ៏ខ្លាំងក្លា Windows បានវាយលុកទីផ្សារពិភពលោកនៅឆ្នាំ1995
ការបញ្ចេញ Windows 95គឺជាជោគជ័យដ៏កក្រោកបំផុតដែលធ្វើឲ្យ Bill Gates ក្លាយជាមហាសេដ្ឋីវ័យក្មេងនិងជាអ្នកមាងបំផុតក្នុងលោកនៅពេលនោះក្នុងអំឡុងទសវត្សរ៍90និងដើមឆ្នាំ2000 Bill Gates ត្រូវរងការរិះគន់និងបិទដុលយ៉ាងច្រើនពីរដ្ឋាភិបាលអាមេរិកជុំវិញការរកស៊ីបែបផ្ដាច់មុខ Monopoly គាត់ត្រូវបានគេមើលឃើញថាជាអ្នកជំនួញដែលចង់កំទេចគូប្រជែងទាំងអស់ប៉ុន្តែចំណុចរបត់មួយទៀតនៃជីវិតរបស់គាត់បានកើតឡើងនៅពេលដែលគាត់និងភរិយា Melinda Gates បានធ្វើដំណើរទៅទ្វីបអាហ្វ្រិកហើយឃើញកុមាររាប់លាននាក់ស្លាប់ដោយសារជំងឺដែលអាចការពារបានដូចជាគ្រុនចាញ់និងរារស់រស់នៅឆ្នាំ2000គាត់បានចុះចេញពីតំណែងជានាយកប្រតិបត្តិ CEO របស់ Microsoft ហើយបានបង្កើតមូលនិធិ Bill និង Melinda Gates Foundation គាត់បានបង្វិលភាពឆ្លក់វិញវែងពីការអភិវឌ្ឍកុំព្យូទ័រមកកាន់ការអភិវឌ្ឍដំណោះស្រាយសង្គ្រោះជីវិតមនុស្សគាត់បានចំណាយប្រាក់រាប់10 billion $លើការស្រាវជ្រាវវ៉ាក់សាំងដើម្បីលុបបំបាត់ជំងឺស្វិតដៃជើង Polio ការបង្កើតប្រព័ន្ធអនាម័យនិងបង្គោលជំនាន់ថ្មីសម្រាប់ប្រទេសក្រីក្រការវិនិយោគលើថាមពលស្អាតដូចជាថាមពលនុយក្លេអ៊ែរសុវត្ថិភាពដើម្បីប្រយុទ្ធប្រឆាំងនឹងការប្រែប្រួលអាកាសធាតុជីវិតរបស់ Bill Gates គឺជាការវិវត្តដ៏អស្ចារ្យចំនួន2ដំណាក់កាលដំណាក់កាលទី1គាត់បានបង្រៀនពិភពលោកឲ្យដឹងពីអំណាចរបស់ software និងយុទ្ធសាស្ត្រអាជីវកម្មដែលមានអ្នកណាអាចយកឈ្នះបានដំណាក់កាលទី2គាត់បានបង្ហាញពិភពលោកថានៅពេលដែលមនុស្សម្នាក់មានអំណាចនិងទ្រព្យសម្បត្តិដ៏មហាសាលតើពួកគេគួរប្រើប្រាស់វាដើម្បីអ្វី Bill Gates បានសន្យាថានឹងបរិច្ចាគទ្រព្យសម្បត្តិជាង 99% របស់គាត់ទៅសប្បុរសធម៌មុនពេលគាត់ស្លាប់គាត់បានបន្សល់ទុកនៅមេរៀនមួយថាជោគជ័យមិនមែនវាស់វែងត្រឹមតែចំនួនលុយដែលយើងរកបានទេប៉ុន្តែវាស់វែងទៅតាមចំនួនជីវិតដែលយើងបានជួយផ្លាស់ប្ដូរ